ជំរាបសួរលោកស្រីស្វាគមន៍មកកាន់វីដេអូរៀនដឹកនាំក្រុមលោកអញ្ចឹងវីដេអូមុនបានរៀនមួយខ្ញុំក៏ដូចជាមើលវីដេអូខ្ញុំសាបពីរបៀបលក់ធ្វើជាលក់ប្រកែឥឡូវក្នុងនាមយើងជាថ្នាក់ដឹកនាំផ្នែកលក់វិញតែយើងគួរមានអីតើគឺយើងគួរចេះអីអញ្ចឹងលោកស្រីប្រហែលជាធ្លាប់មើលរឿងគ្រូទាំងជេងលោកគ្រូទាំងជេងអត់ចេះអីទេក៏ប៉ុន្តែគាត់អាចដឹកនាំក្រុមរបស់គាត់មានអ្នកដើរតាមគាត់រហូតដល់សម្រេចបានផែនការអញ្ចឹងវិធីរបស់ខ្ញុំនឹងបង្ហាញជូនបងប្អូនលោកស្រីជាថ្នាក់ដឹកនាំផ្នែកលក់គឺបែបសាបអត់មានក្បាច់គុណអីពិសេសដូចគេតែឯងទេបាទគឺវិធីសាមញ្ញទេដែលអាចនឹងជួយលោកស្រីចាប់ដើមពីចំណុចតូចបានដោយវាអត់ពិបាកពេកទេក្នុងការដឹកនាំក្រុមលក់ហ្នឹងនៅពេលដែលយើងមានលក្ខខណ្ឌមួយចំនួនដែលអាចជួយយើងបានគឺខ្ញុំបង្ហាញនៅចំណុច3ធំដែលនឹងជួយលោកអ្នកក្នុងការរៀនដឹកនាំចំណុចដែលយើងរៀនដឹកនាំក្រុមអញ្ចឹងមានកលឹះ3គឺរៀនដឹកនាំក្រុមលក់អញ្ចឹងអ្នកដឹកនាំដែលពូកែគាត់មានទស្សនវិស័យគាត់មានយុទ្ធសាស្ត្រហើយនឹងមានជំនាញដែលខ្ញុំប្រើគំរូភាពមួយគឺ modern leadership agency leadership model មួយហ្នឹងគឺ RTMS ដែលយើងនឹងសិក្សាជាមួយគ្នានៅតាមវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងទៅមួយចំណុចមួយបែបខ្លីៗសាបងាយសម្រាប់បងប្អូនលោកស្រីដែលចង់ធ្វើជាអ្នកដឹកនាំក្រុមលក់តែម្ដងអញ្ចឹងមិនមានរឿងអីលំបាកលំបិនអីទេហើយចាប់ផ្ដើមពីទស្សនវិស័យមុនអញ្ចឹងក្នុងនាមយើងជាអ្នកថ្នាក់ដឹកនាំជាអ្នកដឹកនាំក្រុមយើងគួរណាស់តែមានទស្សនវិស័យទី1យើងមានទស្សនវិស័យវែងឆ្ងាយហើយច្បាស់លាស់ទៀតផងតែយើងចង់ដឹកនាំក្រុមយើងទៅណាចង់ដឹកគេទៅណាចង់នាំគេទៅណាក្នុងពេល3ឆ្នាំក្រោយ5ឆ្នាំក្រោយ10ឆ្នាំក្រោយខ្ញុំនឹកទៅចិត្តលោកស្រីគិតឲ្យបានវែងឆ្ងាយបង្ហាញពីទស្សនៈដល់ក្រុមរបស់យើងរយៈពេល3ឆ្នាំទៅ5ឆ្នាំនិង10ឆ្នាំយ៉ាងយូរបំផុតពីព្រោះអីពិភពលោកមានការផ្លាស់ប្ដូរខ្លាំងអញ្ចឹងបើយើងគិត100ឆ្នាំក៏រៀងពិបាកដែរអញ្ចឹងបើយើងគិត3ឆ្នាំហើយ5ឆ្នាំ10ឆ្នាំយើងគិតចុះមកវិញ10ឆ្នាំ5ឆ្នាំទស្សនៈរបស់យើងចង់នាំក្រុមយើងទៅណាចង់ដឹកពួកគាត់ទៅណាក្នុងពេល10ឆ្នាំខាងមុខ5ឆ្នាំខាងមុខ3ឆ្នាំខាងមុខ2ឆ្នាំខាងមុខ1ឆ្នាំខាងមុខមួយត្រីមាសខាងមុខមួយខែខាងមុខនឹងថាតើយើងចង់ឃើញក៏ដូចជាចង់ដឹកចង់នាំពួកគាត់ទៅណាអញ្ចឹងសូមគិតឲ្យបានច្បាស់គិតឲ្យបានវែងឲ្យបានឆ្ងាយនៅពេលនោះលោកស្រីអាចធ្វើជាអ្នកដឹកនាំក្រុមបានហើយអញ្ចឹងបើសិនបើគេសួរថាចង់ដឹកនាំក្រុមទៅណានៅពេល1ឆ្នាំទៀត2ឆ្នាំទៀត3ឆ្នាំទៀតឆ្លើយសំណួរនឹងបានណាលោកស្រីអាចធ្វើជាថ្នាក់ដឹកនាំផ្នែកលក់បានហើយប៉ុន្តែបើសិនបើអត់ដឹងថា1ឆ្នាំទៀតធ្វើអីនាំក្រុមទៅណាដឹកពួកគេទៅណាទេនោះហើយខំតែដឹកភ្លេចរៀនហើយភ្លេចនាំខ្លួនឯងនឹងក្រុមការងារទៅ3ឆ្នាំទៀត5ឆ្នាំទៀត10ឆ្នាំទៀតបានមិនបាច់ធ្វើជាមេដឹកនាំទេអញ្ចឹងឲ្យលោកស្រីចាប់ដើមពិនិត្យឡើងវិញពិនិត្យខ្លួនឯងឡើងវិញថាតើចង់ដឹកគេចង់នាំគេទៅណាចង់នាំក្រុមរបស់យើងទៅណាសូមគិតឲ្យបានច្បាស់លាស់គិតឲ្យបានវែងឆ្ងាយតាមរូបមន្ត3 5 10នោះយើងអាចដឹកនាំក្រុមបានហើយ